លោកអនុទានជួប UNESCO ស្នើដាក់សម្លៀកបំពាក់ប្រពៃណីថៃជាបេតិកភណ្ឌពិភពលោកកាលពីថ្ងៃសៅរ៍កន្លងទៅនេះនាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវីរាកុលបានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំងដើម្បីជួបពិភាក្សាផ្ទាល់ជាមួយអគ្គនាយកអង្គការ UNESCO គឺលោក Khalid Ahmed El Inani Ali Khalid Ahmed El Inani alias គោលបំណងធំនៃជំនួបកំពូលនេះគឺប្រទេសថៃបានដាក់សំណើដេញថ្លៃយ៉ាងមុតមាំក្នុងការសុំចុះបញ្ជីសម្លៀកបំពាក់ប្រពៃណីថៃ Traditional Thai Dress ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO សំណើនេះមិនត្រឹមតែគ្របដណ្ដប់លើម៉ូដសម្លៀកបំពាក់នោះទេប៉ុន្តែថែមទាំងរួមបញ្ចូលទាំងសិប្បកម្មវាយនភ័ណ្ឌត្បាញរ៉ូបនិងចំណេះដឹងផ្នែកវប្បធម៌ពាក់ព័ន្ធជាច្រើនទៀតដែលរដ្ឋាភិបាលថៃចាត់ទុកថាជា soft power ដ៏មានឥទ្ធិពលសម្រាប់ជំរុញវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពក្រៅពីសម្លៀកបំពាក់ប្រពៃណីលោកនាយករដ្ឋមន្ត្រីអនុទានក៏បានបង្ហើបពីក្តីសង្ឃឹមខ្ពស់ផងដែរថាវត្តព្រះមហាធាតុវរមហាវិហារនៅក្នុងខេត្តនគរសីធម្មរាជនឹងត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផ្លូវការនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ UNESCO នាខែកក្កដាខាងមុខនេះនៅប្រទេសកូរ៉េខាងត្បូងជាមួយគ្នានេះដែរប្រទេសថៃក៏កំពុងតែចរចាដើម្បីទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអប់រំកម្រិតពិភពលោក Global Education Meeting នៅឆ្នាំ2027ខាងមុខថែមទៀតផងតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការបុកដាច់លើផ្នែកវប្បធម៌របស់ប្រទេសជិតខាងមួយនេះសមិទ្ធផលទាំងនេះនឹងជួយឲ្យថៃទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនកម្រិតណាសូមបញ្ចេញមតិនៅខាងក្រោម Like, share and follow more